Ok, chúng mình xu nó xu stay này tao kia spa cùng mà canបញ្ញរ official ម្ដងទៀតថ្ងៃនេះខ្ញុំមានវីដេអូថ្មីចែកម្លែកទាក់ទងនឹងកុំព្យូទ័រម្ដងទៀតហើយដែលលើកនេះយើងមកនិយាយអំពី icon របស់វីដេអូម្ដងអញ្ចឹងបងប្អូនមួយចំនួនភាគច្រើនសម្រាប់អ្នកដែលកាត់តវីដេអូដូចខ្ញុំអញ្ចឹងណាពេលដែលយើងបើកវីដេអូមកគឺយើងឃើញស slide បែបនេះគឺយើងឃើញតែ icon របស់ media player ផ្សេងៗទេដល់ពេលអញ្ចឹងយើងអត់ដឹងថាវីដេអូនោះជាវីដេអូអីគេទេហើយមួយយ៉ាងយើងពឹងទៅលើចំណងជើងក៏កើតដែរព្រោះដោយសារតែចំណងជើងវាលោតថ្ងៃខែមកទេអញ្ចឹងយើងអត់ដឹងថាវាជាប្រភេទវីដេអូអីគេអញ្ចឹងណាអញ្ចឹងដើម្បីដឹងថាវាទាំងអស់ហ្នឹងគឺជាវីដេអូអីគេយើងងាយស្រួលមើលយើងងាយស្រួលជ្រើសរើសយកទៅកាត់តទី1យើងត្រូវចូលមកកន្លែង view នេះមកបាទបន្ទាប់មកយើងចូលមកកន្លែង option បន្តមកទៀតយើងចូលមកកន្លែង view ហើយយើងមើលខាងលើគេនេះកន្លែងក្រុម file and folder នេះហើយយើងហៅមើលពាក្យថា always show icon never thumbnail អញ្ចឹងបានន័យថាអានេះជាប្រភេទ icon វាមិនមែនជា thumbnail ទេដល់ពេលដែលយើងមើលអញ្ចឹងយើងអត់ដឹងថាវាជាវីដេអូគេទេអញ្ចឹងយើងចង់ឲ្យវាបង្ហាញ thumbnail នៃវីដេអូមួយហ្នឹងថាចង់ដឹងថានេះជាវីដេអូគេដើម្បីយើងងាយស្រួលយកទៅប្រើប្រាស់កន្លែងផ្សេងទី1យើងចូលមកកន្លែងនេះដើម្បីដោះ text ចេញហើយយើងចុច apply អូខេអញ្ចឹងឥឡូវនេះគឺយើងឃើញហើយ thumbnail របស់វីដេអូនេះគឺជាប្រភេទវីដេអូគេអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនដោះកន្លែង text នេះហើយយើងចុច apply ហើយវានៅតែអត់ឃើញបើន័យថាវានៅតែអត់ឃើញបែបនេះវានៅតែ load icon បែបនេះខ្ញុំមានវិធីមួយទៀតអូខេចុចអូខេសិនមកហើយបន្តមកយើងចូលទៅក្នុង Safari មួយណាឬក៏អ៊ីនធឺណិតមួយណាដែលបងប្អូនប្រើប្រាស់រាល់ដងអញ្ចឹងណាបន្តមកយើងចូលមក link មួយនេះហើយខ្ញុំនឹងដាក់ link មួយនេះនៅក្នុង description ដើម្បីងាយស្រួលបងប្អូនជ្រើសរើសបាទអញ្ចឹងយើងចូលមកក្នុង link នឹងហើយយើង enter មកដល់ទីនេះយើងចូលកន្លែងពាក្យ download បាទយើងត្រូវទៅ download កម្មវិធីនឹងមួយសិនដើម្បីជាជំនួយទៅក្នុងការឲ្យវាឃើញ thumbnail របស់វីដេអូយើងវិញអញ្ចឹងណាមកដល់ហើយនេះហើយយើងយកពាក្យថា download standard រួចរាល់ហើយយើងអស់មកខាងក្រោមបន្តិចហើយរកមើលពាក្យថា old version ដោយសារតែកម្មវិធីមួយនេះវា support ខ្លះវាអត់ support ខ្លះពេលខ្លះវា error ពេលខ្លះវាអត់ error ទេអញ្ចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូន down នៅ old version វិធី download នៅ old version យើងចុចកន្លែង here នេះមកតោះមកយើងអស់មកក្រោមយើងរកមើលពាក្យ version 18.8.0 ព្រោះ version ហ្នឹងគឺជា version ដែលខ្ញុំកំពុងតែប្រើដែរហើយគេក៏ណែនាំឲ្យខ្ញុំប្រើនឹងដែរអញ្ចឹងគឺខ្ញុំចូលមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យប្រើនឹងដូចគ្នានេះគឺជា version 18.8.0 full តែម្ដងដែលទំហំមេគឺ 53.4 MB ដែលវា release តាំងពីខែ2ថ្ងៃ8ឆ្នាំ2025ចឹងដើម្បី download version ហ្នឹងបានគឺយើងចូលមកកន្លែង server ទី1ឬក៏ server ទី2នេះមកបើយើងចុចលើ server ទី1វា error វាអត់ដើរទេអញ្ចឹងបងប្អូនចុចទៅលើ server ទី2ប៉ុន្តែឥឡូវខ្ញុំចុច server ទី1គឺវាដើរធម្មតាអញ្ចឹងមកវាដើរធម្មតាហើយយើងបងប្អូនចាំឲ្យវាពេញសិនទៅពេលដែលពេញហើយបងប្អូនដំឡើងវាតាមធម្មតាទៅងាយស្រួលទេអត់ពិបាកទេនេះដោយសារតែខ្ញុំមានរួចរាល់ហើយអញ្ចឹងខ្ញុំ cancel អញ្ចឹងពេលដែលបងប្អូនដំឡើងរួចរាល់ហើយបងប្អូនចូលមក folder របស់យើងវិញហើយយើងមកស្ដាំទៅលើវីដេអូណាដែលវានៅជាប់ icon អញ្ចឹងណាបងប្អូនអូខេហើយយើងរកមើលពាក្យថា open with ហើយបន្ទាប់មកយើងរកពាក្យថា choose another app បន្ទាប់ពីរកឃើញពាក្យហ្នឹងហើយយើងរកមើលកម្មវិធីដែលយើង download មិញហ្នឹងមានឈ្មោះថា MPC នេះបាទចុចលើហ្នឹងមកហើយយើងចុច always use this app មកអូខេបន្ទាប់មកវាអត់តន់ឃើញទេអញ្ចឹងព្រោះដោយសារតែខ្ញុំអត់តន់ដោះ text នោះចេញអញ្ចឹងយើងត្រូវចូលទៅកន្លែង view ចូល option តោះមកយើងចូល view ម្ដងទៀតហើយយើងដោះ text ខាងលើនេះចេញដោះ text always show icon នឹងចេញទៅឥឡូវនេះគឺវាចេញមករូបភាពវិញហើយអញ្ចឹងវិធីពីរនេះគឺអាចជួយបងប្អូនឃើញ thumbnail បានន័យថាឃើញរូបភាពវីដេអូហ្នឹងថាជាវីដេអូអីគេអញ្ចឹងដើម្បីងាយស្រួលបងប្អូនយកទៅប្រើប្រាស់នៅផ្លូវផ្សេងៗដូចជាកាត់តឬក៏ធ្វើអីផ្សេងអញ្ចឹងទៅបន្តមកទៀតបងប្អូនអត់ចង់
ប្រើកម្មវិធីហ្នឹងដើម្បី play វីដេអូរបស់បងប្អូនទេបងប្អូនអាចចូលមកកន្លែង open vid ហើយចូល choose another app បន្ទាប់មកបងប្អូនអាចជ្រើសរើសកម្មវិធីដែលបងប្អូនចង់ដាក់បាន VLC នេះក៏គេប្រើច្រើន Windows Media Player នេះគឺបោះ scene របស់ Windows តែម្ដងតែខ្ញុំចង់ដាក់ Media Player នេះគឺងាយស្រួលមើលសម្រាប់ខ្ញុំអញ្ចឹងណាចុច OK មកអូខេអញ្ចឹងគឺយើងអាចមើលឃើញបានហើយថានេះជាវីដេអូឯគេអញ្ចឹងណាអូខេឃើញអស់ហើយអញ្ចឹងវិធីនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមបានខ្ញុំនឹងតប comment បងប្អូននៅវីដេអូក្រោយហើយបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like ចុច share ហើយនិង subscribe ដាក់សញ្ញាកណ្ដឹងផងបើសិនជាចង់បានវីដេអូថ្មីៗទាក់ទងនឹងចំណេះដឹងកុំព្យូទ័រផ្សេងៗខ្ញុំបាទបញ្ញរិទ្ធ Official ជួបគ្នានៅវីដេអូក្រោយបាយបាយ